សំណួរគេថាខ្មែរទទួលវប្បធម៌អរិយធម៌ពីឥណ្ឌាតើទស្សនៈបែបនេះមានអត្ថន័យយ៉ាងណាចម្លើយជាដំបូងយើងគួរយល់នៃពាក្យវប្បធម៌និងអរិយធម៌ជាមុនសិនវប្បធម៌មកពីវបៈបូកនឹងធម៌វបៈការសាព្រោះឲ្យរីកចម្រើនលូតលាស់ធម៌ទ្រឹស្ដីទៅរកអនុវត្តយ៉ាងសកម្មដូចនេះវប្បធម៌សំដៅធម៌ទាំងឡាយណាដែលធ្វើឲ្យមានការរីកចម្រើនលូតលាស់ក្នុងសង្គមដោយការសិក្សាអប់រំនិងអនុវត្តចំណែកតាមន័យវចនានុក្រមខ្មែរវប្បធម៌សម្គាល់នូវការផ្សំការបណ្ដុះចំណេះវិជ្ជានិងប្រាជ្ញាស្មារតីឲ្យបានចម្រើនលូតលាស់ដោយវិទ្យាសាស្ត្រឬសិល្បៈផ្សេងអរិយធម៌មកពីអរិយៈបូកនឹងធម៌អរិយៈប្រសើរខ្ពង់ខ្ពស់ថ្លៃថ្នូររុងរឿងធម៌ធាតុវិធីសភាវៈដូចនេះអរិយធម៌គឺធម៌ទាំងឡាយណាដែលជាសភាពនិងតម្លៃនៃការលូតលាស់ដុះដាលរីកចម្រើនខ្ពង់ខ្ពស់ថ្លៃថ្នូរក្នុងការរស់នៅរបស់មនុស្សក្នុងសង្គមដែលប្រកបដោយសណ្ដាប់ធ្នាប់ល្អគ្រឿងប្រដាប់ប្រើប្រាស់គ្រប់គ្រាន់ជំនឿចំណេះចំណង់ចំណូលចិត្តគ្រប់យ៉ាងក្នុងគោលដៅស្វែងរកសេចក្តីសុខអរិយធម៌ក្តោបន័យនៃមេឃធាងផ្សេងជាច្រើនប៉ុន្តែអត្ថន័យជាទូទៅមានអរិយធម៌វប្បធម៌សង្គមធម៌ជាការពិតណាស់ខ្មែរយើងទទួលបានវប្បធម៌អរិយធម៌ពីឥណ្ឌាដោយយើងអាចបញ្ជាក់បានតាមការគោរពប្រតិបត្តិសាសនានៅដើមគ្រិស្តសករាជខ្មែរទទួលបានសាសនាធំពីរពីប្រទេសឥណ្ឌាគឺព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាព្រហ្មញ្ញសាសនាឬសាសនាព្រាហ្មណ៍ហូរចូលមុនព្រះពុទ្ធសាសនាតាមរូបភាពផ្សេងជាច្រើនដូចជាតាមពួកឈ្មោះឥណ្ឌាតាមទំនាក់ទំនងពាណិជ្ជកម្មតាមអាពាហ៍ពិពាហ៍សាសនានេះហើយបានជ្រួតជ្រាបយ៉ាងខ្លាំងមកលើជនជាតិខ្មែរម្យ៉ាងទៀតយើងអាចបញ្ជាក់តាមប្រវត្តិសាស្ត្រថានៅសតវត្សទី1នៃគ្រិស្តសករាជមានចម្បាំងដណ្ដើមទឹកដីខ្មែររវាងស្ដេចឥណ្ឌាព្រះបាទហ៊ុនទៀននិងក្សត្រីខ្មែរព្រះនាងលាវយីក្រោយពីទទួលជ័យជំនះព្រះបាទហ៊ុនទៀនក៏បានរៀបអភិសេកនឹងក្សត្រីលាវយីធ្វើជាអគ្គមហេសីហើយប្រកាសខ្លួនជាស្ដេចដោយរៀបចំទឹកដីខ្មែរតាមរបៀបឥណ្ឌាហេតុនេះហើយទើបធ្វើឲ្យលទ្ធិព្រាហ្មណ៍រីកដុះដាលឡើងជាលំដាប់ប៉ុន្តែទោះបីជាមានការហូរចូលអរិយធម៌បរទេសតាមលក្ខណៈបែបនេះក៏ដោយក៏ខ្មែរយើងពីដើមឡើយពិតជាមានអរិយធម៌របស់ខ្លួនយ៉ាងពិតប្រាកដដែលមិនអាចបដិសេធបានយ៉ាងណាមិញព្រះបាទហ៊ុនទៀនចូលមកលើទឹកដីខ្មែរយើងមានជីវិតរស់នៅលើទឹកដីនេះរួចទៅហើយជាហេតុបញ្ជាក់ថាខ្មែរមានអរិយធម៌របស់ខ្លួនរួចទៅហើយគ្រាន់តែខ្មែរយើងចេះផ្សំអរិយធម៌វប្បធម៌របស់ខ្លួននិងវប្បធម៌អរិយធម៌បរទេសធ្វើយ៉ាងណាឲ្យធាតុផ្សំទាំងឡាយរួមជាមូលធាតុទ្រទ្រង់ទស្សនៈនិងមโนសាស្ត្ររបស់ចិត្តខ្លួនសមប្រកបតាមកលៈទេសៈជីវភាពរស់នៅនិងទំនោររបស់សង្គមដែលមានទំនាក់ទំនងដ៏ប្រសើរ